បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលខ្ញុំតាមដានเพจនិង channel របស់ខ្ញុំបងប្អូនប្រហែលជាបាត់ខ្ញុំចេញវីដេអូយូរហើយថ្ងៃនេះខ្ញុំចេញវីដេអូមួយហើយពីម៉ាស៊ីនច្រូតគឺបងប្អូននៅខាងខេត្តតាកែវគាត់បានតាក់ទងខ្ញុំផុសកតនេះម៉ាស៊ីននេះដែរគឺDC ចិត្តផលិតឆ្នាំ2024ប្រើបាន600ម៉ោងកង់ស៊ីនអស់មួយចំហៀងហើយដូរមួយចំហៀងនៅមួយចំហៀងកង់ស៊ីនហើយម៉ាស៊ីននេះគឺស្អាតវាចូល80% ហើយម៉ាស៊ីននេះម្ចាស់គាត់ប្រើថែអត់ដែលចុះដីប្រាំងទេគាត់ច្រូតតែស្រូវវស្សាហើយទីតាំងម៉ាស៊ីនដែរគឺស្ថិតនៅទីរួមខេត្តតាកែវនេះបងប្អូនពិនិត្យមើលប៉ុងគឺស្អាតអត់មានឡន់អត់មានស្រេចអីទេហើយក៏អត់មានដោះអីដែរបូមបម៉ាស៊ីនគឺធានាថាស្អាតតាន់បងប្អូនក៏មើលគឺមិនខកបំណងទេហើយធានាថាមិនឡើងសេរីមិនស្ងោរថ្នាំបងប្អូនទិញយកទៅច្រូតឬក៏យកទៅទុកលក់បន្តអីគឺបានម៉ាស៊ីននេះស្អាតស្អាតគ្មានតោះទេបងប្អូនមើលមកគឺមិនខកអំណងម៉ាស៊ីននេះគឺនៅក្បែរទីរួមខេត្តតាកែវប្រហែលជាដី4គីឡូឯណាពីទីរួមខេត្តតាកែវបងប្អូនមើលមិនខកអំណងបងប្អូនត្រូវការទិញឯងតាក់ទងមកភ័យផ្ដាល់មកព្រោះឥឡូវនេះខ្ញុំអត់អាចដាក់លេខទូរស័ព្ទខ្ញុំបានទេខ្ញុំអត់នៅស្រុកខ្មែរទេគឺខ្ញុំនៅអូស្ត្រាលីអញ្ចឹងបងប្អូនអាចតាក់ទងទៅលេខម្ចាស់ផ្ទាល់ក៏បានដែរលេខម្ចាស់គឺ097 61 11 400 097 61 11 400ឬក៏097 61 111 400សិតគឺស្អាតណាស់តនេថាអត់ដកមកអត់អីទាំងអស់ហើយ024ពេញសេរីមកបន្តិចទៀតខ្ញុំនឹងដាក់กระดาษពន្ធដាក់អីឲ្យបងប្អូនមើលថាតើពេញអត់ហើយបងប្អូនទិញគឺមានសេវាដឹកជូន25ខែក្រុងទៀតដោយបងប្អូនជួយចេញចំហុយបន្តិចបន្តួចមកគឺគាត់នឹងដឹកឲ្យព្រោះអីគាត់មានឡានមានអីខ្លួនគាត់អញ្ចឹងយើងចាក់តែប្រេងមកម៉ាស៊ីននេះគាត់លក់ដោយសារថាគាត់កុនលុយដែរគាត់កុនលុយលក់អាម៉ាស៊ីនហ្នឹងដើម្បីយកទៅទិញឡានទុកក្រន់ដឹកស៊ីម៉ងផ្ទះគាត់ហ្នឹងគឺគាត់ដឹកស៊ីម៉ងលក់ឡានគាត់ហ្នឹងដឹកស៊ីម៉ងដឹកស្រូវយកហ្នឹងហើយគាត់លក់ម៉ាស៊ីននេះសំខាន់គាត់លក់ឲ្យគាត់ចង់ទិញដូចជា105បើមិនទិញឡានគាត់ទិញ105ទិញ105ទុកយកច្រូតម្ដុំព្រះវិហារម្ដុំអីហ្នឹងគាត់មានមួយចិនមួយអីអញ្ចឹងចិន105ឯងមិនគេច្រូតព្រោះច្រូតមកវាបាញ់ដាក់ឡានអញ្ចឹងទៅស្រួលចិនអត់ដូចយើងឯងច្រូតឲ្យច្រកលើឡានយកមកហើយថ្លឹងយើងដឹកយកមកលក់នេះស្អាតបងប្អូនឃើញម៉ោង600ម៉ោងនេះបងប្អូនមកមើលមកមិនខកអំណងទេឥឡូវតន់ម៉ាស៊ីនវានៅធូរដែរហើយម៉ាស៊ីននេះដាក់តម្លៃតែ21កន្លះចរចាដែរបងប្អូនត្រូវការយកទៅច្រូតអីហ្នឹងគឺត្រូវហើយស្អាតសំខាន់ដូរកង់ឲ្យមួយចំហៀងទៀតអត់មាននឿយខ្លាចដូរកង់អីទេពេលយកទៅវិញបងប្អូនបដូរត្រឡប់ទៅកង់ទៅយកអាស្អាតហ្នឹងដាក់ខាងស្ដាំយកអាស្ទើដាក់ខាងឆ្វេងព្រោះខាងស្ដាំវារាងធ្ងន់ខាងឆ្វេងវាអត់សូវធ្ងន់ទេមែនទេអញ្ចឹងបងប្អូនអាចប្រើបានដីប្រហែលជា
30-40 ហិកតាអីទៀតដែរហ្នឹងមិនដាច់កង់អាហ្នឹងវាជាបទពិសោធន៍របស់ខ្ញុំហើយនេះម្ចាស់គាត់ទំលៀងទឹកហើយស្អាតឡូវអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនជួយទិញផងព្រោះដើម្បីបានលុយទឹកតែតិចតួចសម្រាប់យកមកទុកចាយវាអញ្ចឹងទៅទុកធ្វើជាចាក់សាំងចាក់អីដើរថតសិនថតអីបងប្អូនដាក់ការទូរស័ព្ទអញ្ចឹងហើយជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមជួយចុច like ចុច share ចុច subscribe ចុច follow ហើយសូមបងប្អូនចូលទៅមើល channel YouTube របស់ខ្ញុំផងដើម្បីឲ្យបានលុយបន្តិចបន្តួចបាទអរគុណបងប្អូនសូមទោសរាល់កំហុសខុសឆ្គងដល់ប្រការណាមួយសូមជួបគ្នាវីដេអូក្រោយទៀតអូខេបាយ